តោះមកបងមកមើលនាងខ្ញុំឆាសាច់គោសាច់កពួនហ្នឹងជាមួយនឹងអង្ក្រងមកបងដែរឆាអត់អញ្ចឹងហើយខ្ញុំក៏លើកទី1ដែរដោយសារតែប្តីខ្ញុំហ្នឹងគាត់បានសាច់គោមកគេឲ្យអញ្ចឹងណាហ្នឹងហើយជាមួយអង្ក្រងហើយស្រាច់ទៀតខ្ញុំសួរគាត់ថាស្លម្ជូរគ្រឿងអង្ក្រងជាមួយសាច់គោអីគាត់ថាអត់ទេចង់ឆាអញ្ចឹងហើយឆាខ្ញុំសួរគាត់ថាតើដាក់អីខ្លះទៅដាក់គ្រឿងដាក់អីខ្លះអត់ថាអត់ទេឆាតែសាច់គោជាមួយអង្ក្រងនឹងបានហើយអញ្ចឹងហើយនាងខ្ញុំក៏ឆាលើកទី1ស្ដាប់សម្ដីគាត់ហើយយកមកធ្វើតាមអញ្ចឹងណាបងៗឲ្យប៉ុន្តែគ្រឿងផ្សំខ្ញុំដាក់មានដូចជាខ្ទឹមសម្ទេសរំដេងស្លឹកក្រូចអីចឹងមកបងហើយនាងខ្ញុំបង់គ្រឿងក្រៅមកស្ករអំបិលប៊ីចេងហ្នឹងឯដោយសារតែកុំដាក់អំបិលច្រើនពេកពួងក្រងខ្លាចគេគោះមកហើយគេដាក់ទឹកអំបិលត្រាំមកបងអញ្ចឹងហើយខ្លាចវាប្រៃជ្រុលអញ្ចឹងហើយយើងដាក់តិចទៅចាំស្ទើរអីចាំយើងថែមតាមក្រោយទៀតចឹងណាបងហើយនាងខ្ញុំក៏ចាក់ប្រេងខ្យងចូលនិយាយរួមទៅធ្វើហ្នឹងលក្ខណៈឆាធម្មតាបងហ្នឹងហើយប៉ុន្តែគ្រាន់តែយើងថែមជាមួយនឹងម្ដេងហើយស្លឹកក្រូចហ្នឹងហើយដល់ពេលស្លឹកក្រូចនាងខ្ញុំទៅបេះពីដើមមកឥឡូវនាងខ្ញុំមិនទាន់ដាក់ទេបងឲ្យទាល់តែចិត្តឆ្អិនចាក់អង្ក្រងចូលបាននេះខ្ញុំដាក់ជាមួយស្លឹកក្រូចអីចឹងណាហ្នឹងហើយអញ្ចឹងបងមើលហើយពេលដែលខ្ញុំឆាឆ្អិនហើយគឺទំនងអត់បងចាំមើលទាំងអស់គ្នាមើលហើយសាច់គោនេះគឺវាច្រើនបងអញ្ចឹងហើយខ្ញុំម្លែកដោយសារតែខ្ញុំគិតថាកូនប្រុសខ្ញុំមុខតែអត់ហូបឆាអង្ក្រងនឹងទេព្រោះកូនស្រីខ្ញុំក៏គាត់អត់ចេះហូបដែរអញ្ចឹងហើយខ្ញុំម្លែកសាច់គោនេះជា2ដោយសារតែខ្ញុំយកទៅឆាជាមួយកញ្ឆែតហ្នឹងពាក់កដាលទៅហើយឆាជាមួយក្រងពាក់កដាលទៅបងឲ្យដល់ពេលលក់ដាច់ខ្លាំងជាងគេហ្នឹងគឺឆាកញ្ឆែតជាមួយសាច់គោហ្នឹងហើយបងដោយសារតែកញ្ឆែតឆ្លក់ទឹកទៅគឺវាឆ្ងាញ់ហ៎បងហើយអាឆាក្រងមួយសាច់គោហ្នឹងគឺទុកហូបបានស្អែកមកពេលទៀតចឹងណាបានថាអូយអស់តើឲ្យបងអើយហើយឆាហ្នឹងគឺវាឆ្ងាញ់មួយបែបម្នាក់ទេមិនមែនថាมันឆ្ងាញ់ទេវាឆ្ងាញ់ប៉ុន្តែរសជាតិវាខុសគ្នាបងហើយពេលនេះហ្នឹងគឺពួកយើងចូលចិត្តហូបដែលថាមានបន្លែមានអីចឹងណាបងអញ្ចឹងហើយបើបងអាចចង់ធ្វើសាកបានក៏ធ្វើសាកទៅបងហើយពួកអីរសជាតិវាគឺវារសជាតិឆ្ងាញ់បែបប្លែកម្យ៉ាងអញ្ចឹងណាតែបើសិនជាខ្ញុំចង់ដាក់ហាន់គល់ក្រីស្ដាងឬក៏អីទៀតចឹងម្លេងឲ្យវាឈ្ងុយហើយឆាជាមួយក្រងនឹងបងហើយប៉ុន្តែគាត់អត់ទេគាត់កំងតែប៉ុណ្្នឹងអញ្ចឹងហើយខ្ញុំក៏ដាក់តែប៉ុណ្្នឹងដែរបងឥឡូវសាច់គោខ្ញុំបានដួសចាញ់រួចរាល់ខ្ញុំក៏ចាក់អង្ក្រងមកបងនេះហើយចាក់ក្រងហើយអស់នេះខ្ញុំក៏ទៅបេះស្លឹកក្រូចមកដាក់បងឃើញអត់នេះឲ្យដាក់ស្លឹកក្រូចស្លឹកអីបែបនេះមកគឺវាឡើងឈ្ងុយក្លិនវាហើយឆ្ងាញ់ណាបងអើយហ្នឹងហើយដល់ពេលខ្ញុំចូលចិត្តឆាក្រងហ្នឹងគឺឆាក្រងប្រៃផ្អែមមកបងអត់ប្រើសាច់ទេប៉ុន្តែនេះគាត់ចង់ដាក់ជាមួយសាច់គោសាច់អីចឹងហើយក៏យើងធ្វើតាមអ្នកហូបចឹងណាហ្នឹងហើយឥឡូវនេះខ្ញុំសើការភ្លក់សិននេះដោយសារក្រងហ្នឹងពងសុតតែម្ដងជាមួយមីស្មិលបងហ្នឹងហើយអាមីហ្នឹងហើយដល់ពេលយើងឆាឆ្អិនហើយបែបនេះមកក៏ត្រូវការភ្លក់ឲ្យបងភ្លក់ឲ្យឃើញថារសជាតិវាបានល្មមរួចរាល់ហើយអញ្ចឹងនាងខ្ញុំក៏បិទក្រាស់បិទអីទៅលាងខ្ទះលាងអីដើម្បីឆាកឆាតមកតង់ទៀតអញ្ចឹងណាបងអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណបងចាំជួបគ្នាវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ